បាទជម្រាបសួរបងប្អូនអញ្ញងអាសេយោយរគុណជួបគ្នាសាជាថ្មីទៀតហើយជាមួយនឹងវគ្គមូលដ្ឋានគ្រឹះនៃភាសាកូរ៉េដឹងហើយអំពីអឺមូលដ្ឋានដំបូងគឺរៀនអំពីស្រៈអញ្ចឹងស្រៈរបស់យើងគឺមានប្រមាណបងប្អូនតោះរំលឹកទាំងអស់គ្នាបាទស្រៈគឺមាន21បាទមានស្រៈតូល10ហើយនិងស្រៈផ្សំ11សរុបទាំងអស់គឺ21អញ្ចឹងយើងបានចេះស្រៈតូលហើយនិងស្រៈផ្សំហើយណាសូត្រចាំទាំងអស់គ្នាណាបងប្អូនអូខេតោះអញ្ចឹងថ្ងៃនេះយើងនឹងចូលដល់បាទព្យញ្ជនៈម្ដងមកថ្ងៃនេះយើងរៀនអំពីព្យញ្ជនៈនៃភាសាកូរ៉េចេះស្រៈហើយមែនទេចេះស្រៈអស់ហើយចេះព្យញ្ជនៈទៀតអូខេអានោះយើងចាប់ផ្ដើមបានហើយណាចាប់ផ្ដើមអនាគតទៅមុខបានហើយបាទអញ្ចឹងព្យញ្ជនៈនៃភាសាកូរ៉េព្យញ្ជនៈនៃភាសាកូរ៉េបាទទាំងអស់សរុបទាំងអស់គឺ19ទូបាទ19ទូព្យញ្ជនៈនៃភាសាកូរ៉េ19ទូនេះក៏បែងចែកជា2ដែរបងប្អូនបាទបែងចែកជា2ទី1ព្យញ្ជនៈតូលដែរបាទព្យញ្ជនៈតូល14ទូបាទនិងព្យញ្ជនៈផ្សំតែ5ទូទេបាទតែ5ទូទេបាទអញ្ចឹងស្រួលណាស់ណាស្រួលណាស់ហើយខ្ញុំបង្រៀនបងប្អូនទាំងអស់គ្នាមួយវគ្គទិញឲ្យចាំបាទអត់ឲ្យច្រើនទេឲ្យតិចតិចតែឲ្យចាំណាបាទអូខេអញ្ចឹងកុំទាន់អាគិតជួយជំនះផ្សំណាមកយើងមកគិតទាំងអស់គ្នានៅជួយជំនះតូលសិន14ណាជួយជំនះតូល14វីដេអូហ្នឹងខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាតែ7សិនទេ7ទូសិនបាទខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នា7ទូសិនជួយជំនះតូលណាបាទជួយជំនះទី1នៃភាសាកូរ៉េគឺបាទនេះឈ្មោះរបស់វាគឺគេហៅថា Kiyok បាទ Kiyok អូខេជំនះទី2នៃភាសាកូរ៉េគឺបែបនេះគេហៅថា Niun បាទជំនះទី3បែបនេះគេហៅថា D good D good បាទជំនះបែបនេះបាទគេហៅថាបាទ Real បាទជំនះបែបនេះគេហៅថាមីអ៊ឹមបាទមីអ៊ឹមបាទប្រហែលបងប្អូន2 4 5បាទ2ទៀតមីអ៊ឹមជំនះបែបនេះគេហៅថាបាទ B អឹបបាទ B អឹបជំនះបែបនេះគេហៅថា C អ៊ុតបាទអញ្ចឹងយើងថ្ងៃនេះយើងរៀនព្យញ្ជនៈតូល7សិនណាបាទ7ទៀតយើងនឹងរៀនវីដេអូក្រោយបាទអញ្ចឹងនេះគឺជាទូនៃព្យញ្ជនៈទៅចាំរូបរាងបែបនេះឈ្មោះរបស់វាគឺ Kiyok បាទឈ្មោះរបស់វាបងប្អូនទាំងអស់គ្នាមិនចាំបាច់ត្រូវតែចាំឬក៏មិនសូវយកចិត្តទុកដាក់អីប្រហែលទេបាទអីដែលសំខាន់គឺសំឡេងប៉ុន្តែខ្ញុំឲ្យបងប្អូនទាំងអស់គ្នាស្គាល់ឈ្មោះវាសិនណាបាទទន្ទិញអានឹងឲ្យចាំសិនមកបាទគេហៅថាម៉េចតោះអានទាំងអស់គ្នា Kiyok Ni Eun
ดีกึดรีอิลมีบีอึบនិងស៊ីអ៊ុតបាទច្បាស់ហើយបងប្អូនច្បាស់អត់បាទអូខេតោះម្ដងទៀតខីយកនីអឿនឌីគឹតរីអ៊ីលមីអ៊ឺមប៊ីអឹបស៊ីអ៊ុតបាទអូខេបងប្អូនទាំងគ្នាយកទៅទន្ទិញឈ្មោះនេះឲ្យចាំមកបាទជំហានបន្ទាប់យើងមកដឹងសំឡេងខីយកសំឡេងអក្សរខ្មែរបាទទី1ស្មើនឹងអក្សរខសំឡេងទី2ស្មើនឹងអក្សរកបាទអញ្ចឹងបងប្អូនទាំងគ្នាទៅចាំឈ្មោះវាខីយកហើយទៅចាំថាសំឡេងវាទី1ស្មើនឹងអក្សរខសំឡេងទី2ស្មើនឹងអក្សរកវីដេអូក្រោយខ្ញុំនឹងបង្រៀនបងប្អូនទាំងគ្នាថាតើសំឡេងទី1នៅតាណាសំឡេងទី2នៅតាណាពេលនេះអត់ទាន់សំខាន់ទេបងប្អូនទាំងគ្នាសំខាន់ឲ្យដឹងថាខីយកនេះគឺបងប្អូនត្រូវតែឲ្យចាំថាអូអាហ្នឹងគឺវាមានសលេង2ទី1ខអាហ្នឹងកបាទទិញទេចាំរឿងក្រោយចាំគិតរឿងនេះសិនណាបាទគិតក្រោយទៀតនីអឿនសំឡេងទី1របស់វាគឺអក្សរណួខ្មែរយើងណាបងប្អូនណួបាទសំឡេងទី2អក្សរណបាទណបាទអញ្ចឹងអីដែលបងប្អូនចាំបាទខខីយកខកនីអឿនណួណណាបាទពីរហ្នឹងវាខុសត្រង់ជាមួយខ្មែរយើងបន្តិចណាបាទបើខ្មែរយើងអក្សរកគឺកហើយណាបាទគឺអានថាកហើយខគឺខហើយណាអត់មានស្មើទៅអឺស្អីសំឡេងទី1សំឡេងទី2អីទៀតទេណាអាហ្នឹងវាប្រែប្រួលតាមសំឡេងពូអអាហ្នឹងពូអួនៃជនជាអ្នករបស់ខ្មែរយើងទេបាទអញ្ចឹងតោះយើងមកផ្ដោតមេរៀនរបស់យើងវិញបាទសំឡេងនេះអឿនទី1ណួទី2ណចាំប៉ុណ្ណឹងណាបងប្អូនឌីគឹតសំឡេងរបស់វាទី1អក្សរថសំឡេងទី2អក្សរតសំឡេងទី3អក្សរបាទដបាទបងប្អូនចាំណាបាទទិញមួយមកឲ្យចាំឌីគឹតសំឡេងទី1អក្សរថសំឡេងទី2អក្សរតសំឡេងទី3អក្សរដបាទគឺយើងយកអានេះទៅប្រើណាអត់យកអានេះទៅប្រើទេអត់យកនេះប្រើទេគឺយកអានេះណាយកសំឡេងនេះទៅប្រើបាទរីអ៊ីលសំឡេងទី1អក្សររសំឡេងទី2អក្សរលួហ៎បងប្អូនចាំណាបាទយើងយកសំឡេងនេះទៅប្រើអញ្ចឹងត្រូវចាំមីអ៊ឹមមានតែមួយសំឡេងទេគឺស្មើនឹងអក្សរមួបាទមួបាទនៅពេលដែលយើងយកទៅប្រកបបើមួដាក់ស្រអាខ្មែរយើងមីណាបាទតែការ៉េបើមួបូកស្រអាមកបាទអត់មានសំឡេងពូអដូចទេបាទចឹងគេយកទៅប្រកបគឺយកសំឡេងមួហ្នឹងបើបូកស្រអាគឺចេញមកណាបាទអូខេប៊ីអ៊ឹបបងប្អូនប៊ីអ៊ឹបសំឡេងទី1បាទអក្សរផសំឡេងទី2អក្សរសំឡេងបចល័ត2បចល័ត2ពបាទចាំបងប្អូនណាសំឡេងទី1អក្សរផសំឡេងទី2សំឡេងពប៊ីអ៊ឹបនេះគឺស៊ីអ៊ុតក៏មានសំឡេង2ដែរសំឡេងទី1អក្សរសសំឡេងទី2អក្សរ
តបាទបងប្អូនចាំតែប៉ុណ្ណឹងមកណាចាំតែប៉ុណ្ណឹងមកឈ្មោះនេះទិញតាមក្រោយក៏បានដែរណាឈ្មោះនេះឈ្មោះគីយកនេះអ៊ឿនឌីគឺរីអ៊ីលមីអ៊ឹមប៊ីអ៊ឹបស៊ីអូតនេះទិញតាមក្រោយក៏បានដែរអីដែលបងប្អូនទាំងនេះទិញមុនគេនេះឲ្យចាំអានេះសិនមកក៏បានដែរណាបាទចាំសំឡេងវានេះមកបាទមួយថ្ងៃយកតែប៉ុណ្ណឹងមកណាមួយថ្ងៃឲ្យចាំប៉ុណ្ណឹងមកចាំយើងមិនមើលអូគីយកសំឡេងវាស្មើនឹងសំឡេងខ្លះគ្រូបរិញ្ញសំឡេងវាទី1ស្មើអក្សរខទី2ស្មើអក្សរកនីអ៊ឿនសំឡេងទី1របស់វាគឺស្មើអក្សរនួទី2ស្មើអក្សរណឲ្យយើងចាំអញ្ចឹងមកណាបាទឌីគឺសំឡេងទី1របស់វាគឺអក្សរថសំឡេងទី2របស់វាគឺអក្សរតសំឡេងទី3របស់វាគឺអក្សរដបាទឌីអ៊ឺសំឡេងទី1របស់វាអក្សររសំឡេងទី2អក្សរលួរលួរីអ៊ឺរលួមីអ៊ឹមមួប៊ីអ៊ឹបថពស៊ីអ៊ុតសតអូខេទូបានបងប្អូនណាបាទអញ្ចឹងជួយជាអ្នកតូលទាំង7នៅក្នុងវីដេអូនេះខ្ញុំបានបកស្រាយប្រាប់បងប្អូនអរគ្នាហើយឥឡូវយើងអានទាំងអស់គ្នាម្ដងទៀតបាទខីយកនីអ៊ឿនឌីហ្គឹតរីអ៊ឺលមីអ៊ឹមប៊ីអ៊ឹបស៊ីអ៊ុតបាទតោះតែញចាំទាំងអស់គ្នាខីយកសំឡេងខកនីអ៊ឿននូណឌីហ្គឹតថតដរីអ៊ីលរੂលួមីអ៊ឹមស្មានអក្សរមួប៊ីអ៊ឹបផពស៊ីអ៊ុតសតអូខេបញ្ជាក់ថែមទៀតបងប្អូនអរគ្នាខីយករបៀបសរសេរជួយជាអ្នកខីយកបងប្អូនចាំឲ្យថាស្តង់ដារនៃការសរសេរនៃភាសាកូរ៉េបាទពីឆ្វេងមកស្ដាំនិងពីលើចុះក្រោមណាតែបើការប្រើប្រាស់បងប្អូនប្រើប្រាស់ទាញពីណាក៏ទាញទៅឲ្យតែចេញអក្សររៀងខីយកបែបនេះណារៀងខីយកបែបនេះអញ្ចឹងយើងសរសេរតាមស្តង់ដារមកបាទពីឆ្វេងមកស្ដាំពីលើមកក្រោមស្រួលទេបងប្អូនជ្រុងស្រួលណាស់ឃើញអត់ជ្រុងស្រួលណាស់នេះអ៊ឿនពីលើមកក្រោមពីឆ្វេងមកស្ដាំឬក៏ពីឆ្វេងមកស្ដាំពីលើមកក្រោមបានដូចគ្នាអូខេបាទឬក៏ពីស្ដាំទៅឆ្វេងពីលើមកក្រោមណាឲ្យតែចេញរៀងបែបហ្នឹងគឺឌីអ៊ឿនទេបងប្អូនបាទធីគឺបាទបងប្អូនទាញពីលើចុះក្រោមពីឆ្វេងមកស្ដាំពីលើឆ្វេងមកស្ដាំបាទហ្នឹងឃើញទេបាទរីអ៊ឺលពីឆ្វេងមកស្ដាំពីលើចុះក្រោមបាទពីឆ្វេងមកស្ដាំពីលើចុះក្រោមឆ្វេងមកស្ដាំអូខេបងប្អូនបាទបងប្អូនសរសេរល្មិចក៏បានដែរឲ្យតែងាយស្រួលណាងាយស្រួលសរសេរចឹងក៏បានណាអូខេអញ្ចឹងក៏បានដែរដើម្បីបងប្អូនស្រួលណាបាទបងប្អូនសរសេរមិនក៏បានឲ្យតែចេញរៀងបែបនេះឲ្យគេមើលដាច់ថាអូវាជាបាទរីអ៊ីលណាបាទរីអ៊ីលមីអ៊ឹមបាទមីអ៊ឹមពីលើចុះក្រោមពីមកស្ដាំពីឆ្វេងមកស្ដាំពីលើចុះក្រោមមីអ៊ឹមអូខេបាទហ្នឹងគឺរបៀបសរសេរតោះណាបងប្អូនបាទអាច slow មួយរៀនសរសេរតាមក៏បានដែរហើយសាលាមានសភៅសម្រាប់វគ្គដំបូងរហូតដល់វិញ្ញាសាបើបងប្អូនអរគ្នាចង់បានមើលពីរបៀបសរសេរឬក៏កាន់តែច្បាស់បាទបងប្អូនអាចជាវសិភៅពីសាលាបានណាបងប្អូនតាក់ទងតាម Telegram យើងនឹងបញ្ជាក់តម្លៃជូនបងប្អូនតោះរបៀបសរសេរ B up ខ្ញុំមូលពេកហ្នឹងដែរជាក់ស្ដែងណាជាក់ស្ដែងមកគេគឺអញ្ចឹងណាបាទអានឹង B up បាទ B up អញ្ចឹងសេចេះមកបងប្អូនជាលើចុះក្រោមបាទចុះក្រោមចេះមកវាក្តារផ្លិចហេបាទអានឹងគេហៅថា B up បាទ B up C out ពីលើចុះក្រោមពីលើចុះក្រោមបាទយើងបញ្ឆិតណាបាទ C out អញ្ចឹងគួរឲ្យត្រង់បងប្អូនគួរឲ្យត្រង់ដូចបន្ទាត់ក៏បានដែរងាយស្រួលសរសេរអត់បងប្អូនស្រួលណាស់
បាទតាខ្មែរយើងពិបាកណាមានសក់មាននេះច្រើនតែនេះអត់ទេបាទកត់ហ្នឹងមើលដូចយើងរៀបចង្កឹះហ្នឹងមើលស្រួលមែនតើបាទអញ្ចឹងរៀបសរសេរបងប្អូនទាំងគ្នាយល់ហើយណាបាទរបៀបសរសេរបងប្អូនយល់ហើយរៀនសរសេរបាទឲ្យចាំដៃដើម្បីឲ្យបងប្អូនចាំភីយកងាយស្រួលជាងគេតែ1 2ទេអាណាដែលពិបាកសរសេរវាស្ទាត់ឲ្យចាំណាបងប្អូនសរសេរអានបងប្អូនចាំលឿនណាបាទត្រង់ចំណុចជញ្ជាក់តូលទាំង7នេះបងប្អូនមិនយល់ត្រង់ណាបងប្អូនអាច comment ចូលនៅក្នុងវីដេអូរបស់ខ្ញុំបានហើយព្យាយាមណាខ្ញុំគាត់ណាបញ្ជាក់ប្រាប់បងប្អូនបន្ថែមថាឲ្យរៀនឲ្យចាំនៅសំឡេងរបស់វាព្រោះយើងត្រូវការសំឡេងនេះទៅប្រកបជាមួយនឹងស្រៈដើម្បីបង្កើតបានជាពាក្យបង្កើតបានជាបាទ clear បង្កើតបានជាល្បះដើម្បីឲ្យយើងបង្កើតប្រយោគនិយាយបាទអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ